ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីអញ្ជើញក្នុងពិធីក្រុងពេលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាស្រុកអូរាំងនាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026ឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគិរីឯកឧត្តមម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តរួមទាំងមន្ត្រីក្រុមអាវ៉ាតនិងមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូបបានអញ្ជើញក្នុងពិធីក្រុងពេលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាស្រុកអូរាំងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីប្រសិទ្ធពរជ័យសិរីសួស្ដីនិងសុំសេចក្តីសុខឯកឧត្តមថងសាវុនបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7ក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសមិទ្ធផលជាច្រើនដែលស្ដែងចេញពីភាពរីកចម្រើនលើគ្រប់វិស័យក្រោមការយកចិត្តទុកដាក់កិត្តគូនិងផ្ដល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលទៅលើការលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឯកឧត្តមបញ្ជាក់ថាអគាររដ្ឋបាលថ្មីនេះនឹងផ្ដល់នូវបរិយាកាសការងារប្រកបដោយផាសុកភាពសុវត្ថិភាពនិងទំនើបកម្មសម្រាប់មន្ត្រីរាជការក្នុងការបំពេញភារកិច្ចនិងជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើនរបស់ស្រុកអូរាំងក៏ដូចជាខេត្តមណ្ឌលគិរីទាំងមូលម្យ៉ាងទៀតអគារថ្មីនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវារដ្ឋបាលផ្សេងៗរហ័សនិងមានតម្លាភាពឯកឧត្តមបានណែនាំដល់ក្រុមមើលការសាងសង់អគារថ្មីនេះដើម្បីធានាធ្វើយ៉ាងណាឲ្យសំណង់អគារទាំងមូលមានគុណភាពខ្ពស់និងរួចរាល់តាមផែនការសូមបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាស្រុកអូរាំងដែលមានកម្ពស់3ជាន់ប្រវែងបណ្ដោយ36ម៉ែត្រនិងទទឹង14ម៉ែត្រស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ76ក្នុងភូមិពូរាំងឃុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរី